សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបង្កើតឈ្មោះតំណែងប្រភេទ stock ដើម្បីធ្វើការបង្កើតឈ្មោះតំណែងប្រភេទ stock ជាដំបូងលោកអ្នកត្រូវคลิกចូលទៅក្នុង module stock คลิกនៅលើពាក្យ product คลิกទៅលើប៊ូតុង create សម្រាប់ record លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចរំលងនោះ system នឹងធ្វើការចាប់ record នោះជូននៅស្វ័យប្រវត្តិលោកអ្នកអាចធ្វើការបំពេញឈ្មោះតំណែងរបស់លោកអ្នកនៅក្នុងប្រអប់ description លោកអ្នកក៏អាចធ្វើការបំពេញឈ្មោះតំណែងរបស់លោកអ្នកជាភាសាផ្សេងទៀតនៅក្នុងប្រអប់ second language คลิกត្រង់នេះដើម្បីធ្វើការដាក់រូបភាពតំណែងរបស់លោកអ្នកអាចពណ៌នាពីតំណែងរបស់លោកអ្នកបន្ថែមនៅក្នុងប្រអប់ long description คลิกលើ product type ដើម្បីធ្វើការជ្រើសរើស stock សម្រាប់ប្រភេទតំណែងដែលគ្រប់គ្រង stock ជ្រើសរើសឈ្មោះក្រុមតំណែងនៅក្នុងប្រអប់ product group ជ្រើសរើសខ្សែស្រឡាយតំណែងនៅក្នុងប្រអប់ category ជ្រើសរើសឈ្មោះម៉ាកតំណែងធ្វើការជ្រើសរើសឈ្មោះអ្នកផ្គត់ផ្គង់ធ្វើការជ្រើសរើស tag serialize សម្រាប់ប្រភេទតំណែងដែលគ្រប់គ្រងទៅលើលេខ serial ដែលមានដូចជាគ្រឿងអេឡិចត្រូនិកទូរស័ព្ទដៃជាដើម expire សម្រាប់ប្រភេទតំណែងដែលមានការបរិច្ឆេទផុតកំណត់ allow discount ដើម្បីអនុញ្ញាតឲ្យតំណែងនោះអាចធ្វើការបញ្ចុះតម្លៃបានជ្រើសរើសប្រភេទពន្ធលក់ចេញសម្រាប់តំណែងរបស់លោកអ្នកនៅក្នុងប្រអប់ tag scale សម្រាប់ប្រភេទតំណែងដែលប្រើជាមួយនឹងជញ្ជីងអេឡិចត្រូនិកប្រសិនបើតំណែងរបស់លោកអ្នកមានប្រើប្រាស់ជាមួយនឹង UPC AEN ឬ XS code លោកអ្នកអាចធ្វើការបំពេញលេខកូដទាំងនោះទៅតាមប្រអប់កូដខាងក្រោមសម្រាប់ part number លោកអ្នកអាចធ្វើការបំពេញលេខកូដតំណែងទៅតាមអ្នកផ្គត់ផ្គង់ធ្វើការបំពេញ SKU code សម្រាប់ enable out of stock product ដើម្បីធ្វើការអនុញ្ញាតឲ្យលក់តំណែងលើ stock បាន enable favorite product សម្រាប់តំណែងដែលមានការលក់ចេញញឹកញាប់ជ្រើសរើសຂະຫນាតសម្រាប់តំណែងរបស់លោកអ្នកសម្រាប់ barcode លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចឲ្យ system ចាប់ជូននៅស្វ័យប្រវត្តិ factor សម្រាប់បំពេញចំនួនឯកតារបស់តំណែងរបស់លោកអ្នកคลิกប៊ូតុង add ដើម្បីធ្វើការជ្រើសរើសຂະຫນាតបន្ថែមសម្រាប់តំណែងឬ click OK សម្រាប់ default ប្រសិនបើតំណែងរបស់លោកអ្នកមានຂະຫນាតចាប់ពី2ឡើងទៅលោកអ្នកត្រូវកំណត់ຂະຫນាតណាមួយជាຂະຫນាត default លោកអ្នកអាចធ្វើការคลิกប៊ូតុងធុងសំរាមដើម្បីធ្វើការដកຂະຫນាតណាមួយចេញធ្វើការបំពេញតម្លៃលក់ចេញទៅតាមຂະຫນាតនីមួយៗនៃតំណែងធ្វើការបំពេញថ្លៃដើមស្តង់ដារអ្នកអាចធ្វើការកំណត់ចំនួននៅក្នុងប្រអប់ reorder point ដើម្បីឲ្យដឹងថាបរិមាណកំណត់ណាមួយដែលត្រូវធ្វើការបញ្ជាទិញបន្ថែមនិងអាចបំពេញបរិមាណនៃការបញ្ជាទិញចូលនៅក្នុងប្រអប់ order QTY បន្ទាប់មកធ្វើការ click save នោះលោកអ្នកនឹងទទួលបានឈ្មោះតំណែងថ្មីមួយ